បាទយើងចូលមកដល់ទំព័រទី10គឺ discuss some difficulty of learning a language ពិភាក្សាអំពីផលពិបាកមួយចំនួននៃការសិក្សាភាសាមួយនេះគឺ reading គឺជាការអាន read about the accents ចូលអានអំពីបទសម្លេងឬក៏ខ្មែរយើងហៅថាតុង Which feature of English pronunciation do you want to improve តើចំណុចពិសេសនៃការបញ្ចេញសំឡេងរបស់ភាសាអង់គ្លេសណាដែលអ្នកចង់ធ្វើឲ្យប្រសើរជាងមុន What pronunciation is pronunciation important បាទសំទោសតើការបញ្ចេញសំឡេងមានសារៈសំខាន់ដែរឬទេ Approximately ប្រហែល 80% of the world's English speakers are not native speakers គាត់ថាប្រហែលជា 80% នៃអ្នកនិយាយភាសាអង់គ្លេសនៅលើពិភពលោកមិនមែនជាជនជាតិដើមនោះទេ If they speak with an accent is that a problem ប្រសិនបើពួកគេនិយាយដែលមានតុងរៀងខ្លួនតើវានឹងអាចជាបញ្ហាដែរឬទេ IT specialist Marcus Thumbs answer this ways អ្នកជំនាញខាងផ្នែកព័ត៌មានវិទ្យាលោក Marcus Thumbs បានឆ្លើយនឹងសំណួរដោយរបៀបនេះខ្ញុំបញ្ជាក់តិចគឺ IT specialist បាទ IT specialist នេះមានន័យថាអ្នកជំនាញខាងផ្នែកព័ត៌មានវិទ្យាបាទ I actually don't want to lose my accent completely ខ្ញុំមិនចង់ឲ្យបាត់តុងរបស់ខ្ញុំទាំងស្រុងនោះទេ It's a part of who I am វាគឺជាផ្នែកមួយថាតើខ្ញុំជាអ្នកណា But it is important for people to understand me ប៉ុន្តែវាមានសារៈសំខាន់សម្រាប់មនុស្សដទៃដែលត្រូវយល់ពីខ្ញុំ So I practice sounds ដូច្នេះខ្ញុំព្យាយាមអនុវត្តសំឡេង Intonation ការលើកដាក់សំឡេង Rhythms ចង្វាក់ and stress បាទហើយនឹងការសង្កត់ធ្ងន់ទៅលើពាក្យ The sounds of letters and words បាទសំឡេងរបស់អក្សរហើយនឹងពាក្យ The sound of your native language can make some English sounds difficult for you សំឡេងនៃភាសាកំណើតរបស់អ្នកអាចធ្វើឲ្យភាសាអង់គ្លេសស្ដាប់ទៅមានភាពពិបាកសម្រាប់អ្នក For example, the sound of ths as in things is hard for speakers of French because French doesn't have that sound ជាឧទាហរណ៍សំឡេង th ឬក៏ th ដូចជាមាននៅក្នុងពាក្យថា think គឺវាពិបាកសម្រាប់អ្នកនិយាយភាសាបារាំងពីព្រោះភាសាបារាំងមិនមានសំឡេងនេះទេ French speakers often replace ths with s or fs អ្នកនិយាយភាសាបារាំងតែងតែជំនួសពាក្យ replace បកថាជំនួសតែងតែជំនួសសំឡេង th នេះដោយសំឡេង s ឬក៏សំឡេង f We know from research that saying s or f instead of the doesn't make a speaker hard to understand យើងដឹងតាមរយៈការស្រាវជ្រាវថាការនិយាយសំឡេង s ឬក៏ f ជំនួសឲ្យសំឡេង the th នេះមិនបានធ្វើឲ្យអ្នកនិយាយពិបាកក្នុងការយល់នោះទេ However ប៉ុន្តែ We know that if a speaker mispronounces certain vowel sound it may cause a problem
ប៉ុន្តែយើងដឹងថាប្រសិនបើអ្នកនិយាយគាត់បញ្ចេញសំឡេងនៅសំឡេងស្រៈបាទមិនបានត្រឹមត្រូវវានឹងបង្កឲ្យមានបញ្ហា It's important then to practice those vowel sounds ដូច្នេះវាមានសារៈសំខាន់ក្នុងការអនុវត្តនៅសំឡេង vowels ទាំងអស់នោះ